បាទសូមគោរពជម្រាបសួរបងប្អូនប្រិមិត្តដែលកំពុងរងចាំតាមដានស្ដាប់នៅក្នុង Channel សារព័ត៌មានអន្តរជាតិនិងព្រឹត្តិការណ៍ពិភពលោកបាទសម្រាប់ថ្ងៃនេះខ្ញុំបាទសូមលើកយកនៅអត្ថបទសារព័ត៌មានថ្មីមួយដែលនិយាយអំពីវោហារសាស្ត្ររបស់ប្រធានាធិបតីត្រាំនៅមុនកិច្ចប្រជុំលើកទី2ជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលរាប់ថាជាការសម្របសម្រួលកិច្ចចរចាសន្តិភាពដើម្បីស្វែងរកនៅការចរចាមួយទៅលើបញ្ហាការបើកច្រកសមុទ្រហូម៉ូសនិងបញ្ហានុយក្លេអ៊ែរដែលរាប់ថាជាបញ្ហាដ៏ធំរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ផងដែរបាទនៅក្នុងវីដេអូមុនខ្ញុំបានលើកឡើងអំពីសមាជិកសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតនៅក្នុងការបញ្ជូនសំណើដើម្បីឲ្យមានការទប់ស្កាត់នៅអំណាចយោធារបស់ប្រធានាធិបតីត្រាំហើយជាលទ្ធផលគឺការបោះឆ្នោតនេះមិនបានជោគជ័យទេទោះបីជាសមាជិកសភាមកពីគណៈបកប្រជាធិបតេយ្យបានលើកឡើងអំពីទូនាទីរបស់រដ្ឋធម្មនុញ្ញដែលប្រធានាធិបតីមានសិទ្ធិប្រកាសសង្គ្រាមលុះត្រាតែមានការអនុម័តពីសភាក៏ប៉ុន្តែជាក់ស្ដែងគឺប្រធានាធិបតីត្រាំបានសម្រាប់ចាត់ធ្វើសង្គ្រាមដោយឯកតោភាគីហើយជាសង្គ្រាមដែលខុសច្បាប់ទៀតផងនេះគឺមិនបានទទួលជោគជ័យទេគឺប្រធានាធិបតីត្រាំនៅតែមានសិទ្ធិនៅក្នុងការសម្រេចចិត្តនិងចាត់ចែងដើម្បីធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នេះបន្តទៀតហើយសម្រាប់ថ្ងៃនេះយើងងាកមកមើលអំពីវោហារសាស្ត្ររបស់ប្រធានាធិបតីត្រាំវិញម្ដងតើប្រធានាធិបតីត្រាំបាននិយាយអ្វីខ្លះនៅមុនការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ហើយសម្ដីរបស់គាត់មានន័យដូចម្ដេចប្រធានាធិបតីដូណាល់ត្រាំបានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃសុក្រដោយបានអះអាងអំពីជោគជ័យនៃការចរចាជាមួយនឹងអ៊ីរ៉ង់មុនពេលឈានដល់ការចរចានៅជុំបន្ទាប់លោកបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកទទួលបានសម្បទានសំខាន់ពីទីក្រុងតេហេរ៉ង់ចំណុចទី1ដែលលោកបានបញ្ជាក់នោះគឺបញ្ហានៅច្រកសមុទ្រហូម៉ូសលោកបានអះអាងថាអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រយុទ្ធសាស្ត្រនេះឡើងវិញហើយសន្យាថាមិនបិទវាឡើងវិញទេរឿងទី2នោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហានុយក្លេអ៊ែរដោយលោកបានលើកឡើងថាអ៊ីរ៉ង់នឹងប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលផលិតនុយក្លេអ៊ែរក៏ដូចជាវត្ថុធាតុដើមនុយក្លេអ៊ែរមួយចំនួនមកឲ្យអាមេរិកហើយរឿងទី3គឺពាក់ព័ន្ធជាមួយនឹងបញ្ហាចំនួននៅប្រទេសលីបង់រវាងអ៊ីស្រាអែលនិងលីបង់ផងដែរដោយលោកបានអះអាងថាអ៊ីស្រាអែលគឺត្រូវបានហាមឃាត់មិនឲ្យធ្វើការវាយប្រហារណាមួយទៅលើប្រទេសលីបង់ទៀតទេចំពោះភាពពិតជាក់ស្ដែងគឺមានការឆ្លើយតបពីភាគីអ៊ីរ៉ង់វិញផងដែរបើទោះបីជាអ៊ីរ៉ង់បានបញ្ជាក់អំពីការបើកច្រកសមុទ្រហូម៉ូសឡើងវិញក៏ពិតមែនក៏ប៉ុន្តែការបើកនេះគឺសម្រាប់តែរយៈពេលខ្លីក្នុងអំឡុងពេលផ្អាកការប្រយុទ្ធគ្នាតែប៉ុណ្ណោះដែលវានឹងផុតកំណត់នៅដើមសប្តាហ៍ក្រោយចំណែកបញ្ហាអាវុធនុយក្លេអ៊ែរវិញមន្ត្រីអ៊ីរ៉ង់បានបដិសេធការអះអាងរបស់ប្រធានាធិបតីត្រាំដោយបញ្ជាក់ថាការចរចាគឺស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយមានការយល់ឃើញនិងទស្សនៈមួយចំនួនស្ដីអំពីពាក្យសម្ដីរបស់ប្រធានាធិបតីត្រាំដោយអ្នកជំនាញ Jessit Sayis អ្នកជំនាញមកពីមជ្ឈមណ្ឌល Kennedy Middle East បានលើកឡើងថាភាសារបស់ប្រធានាធិបតីត្រាំគឺជាការបំភ្លឺដោយលោកបានបញ្ជាក់ថាការថ្លែងការណ៍របស់ប្រធានាធិបតីត្រាំអាចជាការនិយាយបំភ្លឺហួសពីការពិតលោកបានបង្ហាញអំពីឥទ្ធិពលនៃទីផ្សារដោយបានបញ្ជាក់ថាលោកត្រាំអាចមានបំណងជំរុញទីផ្សារភាគហ៊ុននិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងខ្ពស់ដោយសារតែការបិទច្រកសមុទ្រហូម៉ូសកន្លងមកហើយចំណុចទី3នោះលោកបានមានទស្សនៈអំពីការត្រៀមលក្ខណៈមួយចំនួនដែលនេះអាចជាយុទ្ធសាស្ត្ររៀបចំមតិសាធារណៈមុនពេលមានការទម្លាយព័ត៌មានលម្អិតបន្ថែមអំពីព្រមព្រៀងពិតប្រាកដណាមួយជាមួយនឹងអ៊ីរ៉ង់ទោះបីមានការមិនច្បាស់លាស់ច្រើនប៉ុន្តែសញ្ញានេះបង្ហាញអំពីសន្ទុះវិជ្ជមានដែលអាចឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយនៅពេលខាងមុខពាក់ព័ន្ធជាមួយនឹងការបើកច្រកសមុទ្រហូម៉ូសឡើងវិញរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឃីបានប្រកាសថាច្រកសមុទ្រហូម៉ូសនឹងត្រូវបើកឲ្យនាវាចរពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ឡើងវិញនៅកំឡុងពេល10ថ្ងៃនៃការអនុវត្តបទឈប់បាញ់នៅលីបង់លោកត្រាំបានសាទរចំពោះចំណុចនេះប៉ុន្តែអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាការអនុញ្ញាតផ្ដល់ឲ្យតែនាវាស៊ីវិលប៉ុណ្ណោះនឹងត្រូវបានឆ្លងកាត់ត្រួតពិនិត្យដោយកងកម្លាំងបដិវត្តអ៊ីរ៉ង់ចំពោះការចរចាដែលថាមិនបិទជាដាច់ខាតលោកត្រាំបានអះអាងថាអ៊ីរ៉ង់យល់ព្រមមិនបិទច្រកសមុទ្រនេះជារៀងរហូតទោះបីជាយ៉ាងណាអ្នកជំនាញសន្តិសុខសមុទ្រយល់ថាអ៊ីរ៉ង់ប្រហែលជាមិនធ្វើការបដិញ្ញាចិត្តបែបនោះឡើយព្រោះការគ្រប់គ្រងច្រកសមុទ្រហូម៉ូសគឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតដែលពួកគេកំពុងទប់ស្កាត់នឹងសត្រូវដែលខ្លាំងជាងកម្មវិធីនុយក្លេអ៊ែរឬក៏មីលស៊ីលទៅទៀតហើយចំពោះការបន្តបិទគប់របស់សហរដ្ឋអាមេរិកវិញលោកប្រធានាធិបតីបានបញ្ជាក់ថាការបិទគប់ផ្លូវទឹករបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់នឹងនៅបន្តមានប្រសិទ្ធភាពរហូតដល់កិច្ចព្រមព្រៀងបានបញ្ចប់ 100% ជាការឆ្លើយតបប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានព្រមានថាប្រសិនបើអាមេរិកនៅតែបន្តការបិទគប់នេះនោះមានន័យថាអាមេរិកកំពុងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ហើយអ៊ីរ៉ង់នឹងបិទច្រកសមុទ្រហូម៉ូសជាថ្មីម្ដងទៀត
ទោះបីជាប្រធានាធិបតីត្រាំបានបញ្ជាក់ថាអ៊ីរ៉ង់បាននឹងកំពុងដោះមីនសមុទ្រចេញអស់ក៏ដោយប៉ុន្តែកងទ័ពជើងទឹកអាមេរិកបានចេញសេចក្តីណែនាំឲ្យនាវាទាំងឡាយមានការប្រុងប្រយ័ត្នខ្ពស់ដោយសារស្ថានភាពគ្រោះថ្នាក់អំពីមីនមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ទេដែលផ្ទុយស្រឡះអំពីការលើកឡើងរបស់ប្រធានាធិបតីត្រាំសរុបសេចក្តីមកមានគម្លាតយ៉ាងធំរវាងអ្វីដែលប្រធានាធិបតីត្រាំបានអះអាងតាមបណ្ដាញសង្គមនិងការអនុវត្តជាក់ស្ដែងនៅលើសមរភូមិដែលបង្កឲ្យមានមន្ទិលសង្ស័យអំពីស្ថិរភាពនៃកិច្ចព្រមព្រៀងនេះការអះអាងរបស់ប្រធានាធិបតីត្រាំអំពីការដកហូតនុយក្លេអ៊ែរពីអ៊ីរ៉ង់ចំណុចរសើបបំផុតនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផ្ទាល់តែម្ដងលោកត្រាំបានអះអាងលើបណ្ដាញសង្គមថាសហរដ្ឋអាមេរិកនឹងទទួលបានសមាសធាតុនុយក្លេអ៊ែរពីអ៊ីរ៉ង់ទាំងអស់ដែលពាក្យនេះសំដៅលើសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានសេសសល់ក្នុងកំទេចកំទីបន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំ2025ដែលនៅក្នុងនោះមានលក្ខខណ្ឌធំៗចំនួន4ដែលត្រូវបានសារព័ត៌មានលើកមកបង្ហាញទី1គឺពាក់ព័ន្ធជាមួយនឹងផែនការដឹកជញ្ជូនលោកត្រាំបានប្រាប់សារព័ត៌មានថាអាមេរិកនឹងធ្វើការជាមួយនឹងអ៊ីរ៉ង់ដើម្បីជីកកកាយដោយប្រើគ្រឿងចក្រធុនធ្ងន់ហើយដឹកជញ្ជូនសារធាតុទាំងនោះមកកាន់សហរដ្ឋអាមេរិកវិញលោកថែមទាំងអះអាងថាអ៊ីរ៉ង់បានយល់ព្រមការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយគ្មានការកំណត់ទី2គឺការបដិសេធអំពីភាគីអ៊ីរ៉ង់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Masmel Baghei បានទាត់ចោលការអាងនេះដោយបញ្ជាក់ថាសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចគឺមានតម្លៃដ៏ពិសិដ្ឋដូចជាទឹកដីរបស់អ៊ីរ៉ង់ដែរហើយនឹងមិនត្រូវបានផ្ទេរទៅឲ្យប្រទេសណាមួយឡើយទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុលោកត្រាំបញ្ជាក់ថានឹងមិនមានការដោះដូរសាច់ប្រាក់ឡើយប៉ុន្តែតាមប្រភពព័ត៌មានផ្សេងទៀតអ៊ីរ៉ង់កំពុងទាមទារឲ្យអាមេរិកបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារដែលត្រូវបានបង្កកព្រមទាំងលើកលែងលើទណ្ឌកម្មនិងការសងការខូចខាតសង្គ្រាមជាថ្នូរនឹងការសម្រុះសម្រួលសរុបមកគណៈពេលដែលប្រធានាធិបតីត្រាំបានបង្ហាញពីភាពជឿជាក់ថាលោកបានទទួលជោគជ័យនៅក្នុងការបង្ខំឲ្យអ៊ីរ៉ង់បោះបង់នៅកម្មវិធីនុយក្លេអ៊ែរនិងត្រៀមដឹកជញ្ជូនសារធាតុគ្រោះថ្នាក់ទាំងនោះមកសហរដ្ឋអាមេរិកភាគីអ៊ីរ៉ង់បានឆ្លើយតបយ៉ាងដាច់អហង្ការថាពួកគេមិនទាន់មានការព្រមព្រៀងលើចំណុចនេះនៅឡើយទេអ្នកវិភាគបានមើលឃើញថាអ៊ីរ៉ង់នឹងប្រើប្រាស់បញ្ហាការបើកច្រកសមុទ្រហ័រមុសជាថ្នូរដើម្បីដោះដូរនឹងការបញ្ចេញកញ្ចប់ថវិកាដែលត្រូវបានបង្កកនិងការលុបទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកមកវិញដូច្នេះសំណួរដ៏ធំនៅពេលនេះគឺថាតើសហរដ្ឋអាមេរិកត្រូវធ្វើអ្វីត្រឡប់ទៅអ៊ីរ៉ង់វិញដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានរឿងទី3គឺថាត្រាំបានអះអាងថាអ៊ីស្រាអែលត្រូវបានហាមឃាត់មិនឲ្យទម្លាក់គ្រាប់បែកនៅលើប្រទេសលីបង់បញ្ហានៃការវាយប្រហារអ៊ីស្រាអែលទៅលើប្រទេសលីបង់គឺជាចំណុចដ៏ចម្រូងចម្រាសមួយនៃការចរចាបទឈប់បាញ់កន្លងមកអ៊ីរ៉ង់និងប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលបានយល់ស្របថាលីបង់ត្រូវតែស្ថិតនៅក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលធ្លាប់បានបដិសេធលើការស្នើនេះទោះជាយ៉ាងណាកាលពីថ្ងៃប្រហ័សមានរបបកំហើញថ្មីមួយគឺថាអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ដោយផ្អាកការវាយប្រហាររយៈពេល10ថ្ងៃលោកត្រាំបានបង្កឲ្យមានការភ្ញាក់ផ្អើលដោយសរសេរថាអ៊ីស្រាអែលនឹងមិនទម្លាក់គ្រាប់បែកលើប្រទេសលីបង់ទៀតទេពួកគេត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកលោកបានបន្ថែមថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើការសហការជាមួយនឹងលីបង់ដើម្បីដោះស្រាយបញ្ហាជាមួយនឹងក្រុមហេសបូឡាតាមវិធីសាស្ត្រដែលសមស្របមានការវិភាគដោយអ្នកសារព័ត៌មានមួយគឺលោក Alan Fisher មកពីកាសែត Al Jazeera បានកត់សម្គាល់ថានេះគឺជាការប្រើវិធានការតឹងរឹងបំផុតដែលមិនធ្លាប់មានពីមុនមករបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលប៉ុន្តែសំណួរនៅត្រង់ថាតើប្រធានាធិបតីត្រាំពិតជាហ៊ានដាក់ទណ្ឌកម្មឬកាត់ផ្តាច់ជំនួយពីអ៊ីស្រាអែលដែរឬទេប្រសិនបើអ៊ីស្រាអែលមិនព្រមអនុវត្តបទឈប់បាញ់ពីព្រោះវាគឺជាការផ្លាស់ប្ដូរកិច្ចចរចានយោបាយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទាំងស្រុងដោយមិនពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអែលឡើយសរុបមកប្រធានាធិបតីត្រាំបានប្រកាសជំហរយ៉ាងតឹងរឹងដោយហាមដាច់ខាតមិនឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ដែលនេះគឺជាជំហានលើសពីកិច្ចព្រមព្រៀងនៃការផ្អាកសង្គ្រាម10ថ្ងៃទោះបីជាការប្រកាសនេះមើលទៅដូចជាជ័យជំនះសម្រាប់ស្ថិរភាពនៅក្នុងតំបន់ក៏ប៉ុន្តែវាបានបង្កើតនូវមន្ទិលសង្ស័យថាតើត្រាំពិតជាហ៊ានបំបែកទម្លាប់នយោបាយអាមេរិកដោយដាក់គំនាបខ្លាំងលើអ៊ីស្រាអែលដើម្បីបញ្ចប់សង្គ្រាមនេះមែនឬយ៉ាងណារឿងធំទី4នោះគឺថាលោកត្រាំបានអរគុណបណ្ដាប្រទេសនៅក្នុងតំបន់ក៏ប៉ុន្តែបែរជារិះគន់អង្គការ NATO យ៉ាងធ្ងន់ធ្ងរវោហារសាស្ត្រទី4របស់ប្រធានាធិបតីនោះគឺថាលោកត្រាំបានអរគុណដល់បណ្ដាប្រទេសនៅក្នុងតំបន់ហើយបែរជាធ្វើការរិះគន់អង្គការ NATO យ៉ាងចាស់ដៃទៅវិញនៅក្នុងសារបង្ហោះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រលោកត្រាំបានបែងចែកយ៉ាងច្បាស់លាស់រវាងអ្នកដែលលោកពេញចិត្តនិងអ្នកដែលលោកមិនពេញចិត្តនៅក្នុងដំណើរការចរចាបទឈប់បាញ់នេះ
សារចុងក្រោយរបស់ប្រធានាធិបតីត្រាំបានបង្ហាញអំពីទស្សនវិជ្ជា4យ៉ាងគឺទី1ការផ្ដល់ការសរសើរលោកត្រាំបានថ្លែងអំណរគុណដល់ប្រទេសអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមនិងកាតាចំពោះភាពក្លាហាននិងការជួយជ្រោមជ្រែងដ៏អស្ចារ្យជាពិសេសលោកអរគុណដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងសេនាប្រមុខ Asim Munir ដោយហៅពួកគេថាជាមនុស្សអស្ចារ្យចំនួន2រូបដែលបានជួយសម្របសម្រួលលើទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ទស្សនវិជ្ជាទី2គឺការវាយប្រហារទៅលើអង្គការ NATO លោកត្រាំបានរិះគន់អង្គការ NATO យ៉ាងចាស់ដៃដោយហៅសម្ព័ន្ធមិត្តនេះថាជាខ្លាក្រដាស់លោកបានបញ្ជាក់ថានៅពេលដែលអាមេរិកនិងអ៊ីស្រាអែលត្រូវការជំនួយនៅក្នុងសង្គ្រាមនិងការបើកច្រកសមុទ្រហោមូសឡើងវិញគឺ NATO មិនធ្វើអ្វីទាល់តែសោះទស្សនវិជ្ជាទី3នោះគឺការបដិសេធផ្ដល់ជំនួយលោកបានសរសេរថានៅពេលស្ថានភាពច្រកសមុទ្រហោមូសធូរស្រាលទើប NATO ទូរស័ព្ទមកសួររកជួយហើយលោកក៏បានឆ្លើយតបវិញថាឲ្យពួកគេទៅឲ្យឆ្ងាយទៅលើកលែងតែពួកគេគ្រាន់តែចង់មកដឹកប្រេងដាក់កប៉ាល់របស់ពួកគេតែប៉ុណ្ណោះទស្សនវិជ្ជាដ៏សំខាន់ទី4នោះគឺថាប្រធានាធិបតីអាមេរិកមានបំណងចង់ដកខ្លួនចេញពីសម្ព័ន្ធភាព NATO រដ្ឋបាលរបស់ប្រធានាធិបតីត្រាំបានផ្ដល់សញ្ញាថាខ្លួនកំពុងពិចារណានៅក្នុងការដកខ្លួនចេញពីអង្គការ NATO បើទោះបីជាការសម្រេចចិត្តនេះត្រូវបានឆ្លងកាត់ឲ្យមានការយល់ព្រមពីសភាអាមេរិកក៏ដោយសរុបសេចក្តីមកផ្ទុយអំពីការអះអាងរបស់ប្រធានាធិបតីត្រាំនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ថាសម្ព័ន្ធមិត្តអឺរ៉ុបបានយល់ព្រមពន្លឿនផែនការយោធាដើម្បីបង្កើតកងកម្លាំងពហុជាតិសម្រាប់ការការពារសន្តិសុខផ្លូវទឹកក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសលោកត្រាំបានបង្ហាញឥរិយាបថបែកខ្នងចំពោះសម្ព័ន្ធមិត្តប្រពៃណីអឺរ៉ុបគឺ NATO ដោយចោទប្រកាន់ថាពួកគេគ្មានប្រយោជន៍នៅក្នុងគ្រាអាសន្នប៉ុន្តែលោកបែរជាផ្ដល់តម្លៃខ្ពស់ដល់បណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ានិងប៉ាគីស្ថានទៅវិញស្ថានភាពតឹងតែងនេះបានបង្ហាញឲ្យឃើញអំពីការផ្លាស់ប្ដូរដ៏ធំនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលអាចឈានទៅដល់ការកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសម្ព័ន្ធភាព NATO ខណៈដែលអឺរ៉ុបកំពុងព្យាយាមបង្កើតកងកម្លាំងយោធាផ្ទាល់ខ្លួនដើម្បីការពារប្រយោជន៍ដែនសមុទ្របាទនេះគឺជាទស្សនវិជ្ជាទាំង4របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសរសេរនៅលើបណ្ដាញសង្គម Truth Social ដោយលោកបង្ហាញអំពីរឿងរ៉ាវចំនួន4ដែលចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងការបើកច្រកសមុទ្រហោមូសលោកបានអះអាងថាអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រហោមូសហើយនឹងមិនធ្វើការបិទជារៀងរហូតក៏ប៉ុន្តែនេះគឺនៅតែមិនទាន់ច្បាស់លាស់ដោយសារតែភាគីខាងអ៊ីរ៉ង់បានបញ្ជាក់ថាការបិទនេះគឺគ្រាន់តែអនុវត្តទៅលើការបើកជាបណ្ដោះអាសន្នតែប៉ុណ្ណោះដោយខ្លួនកំពុងអនុវត្តលើបទឈប់បាញ់ដោយអ៊ីស្រាអែលព្រមអនុវត្តបទឈប់បាញ់10ថ្ងៃជាមួយនឹងប្រទេសលីបង់ហើយទស្សនវិជ្ជាទី2លោកបានសរសេរបញ្ជាក់អំពីការដកហូតសារធាតុអ៊ុយរ៉ានីញ៉ូមនិងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរដោយក្នុងនោះលោកបានអះអាងថាអ៊ីរ៉ង់សុខចិត្តបញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមក៏ដូចជាអាមេរិកនឹងធ្វើការជាមួយនឹងអ៊ីរ៉ង់នៅក្នុងការដឹកជញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមក៏ដូចជាបរិក្ខារនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៅសហរដ្ឋអាមេរិកក៏ប៉ុន្តែផ្ទុយពីការអះអាងរបស់សហរដ្ឋអាមេរិកអ៊ីរ៉ង់បានបញ្ជាក់ថាការយល់ព្រមប្រគល់នេះគឺមិនមានជាដាច់ខាតបើទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយហើយរឿងដែលសំខាន់មួយទៀតនោះគឺការដោះដូរនេះគឺជាការដោះដូរជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុមួយដែលសារព័ត៌មានមួយចំនួនបានបញ្ជាក់ថាទំនងជាមានការចរចាណាមួយដែលធ្វើឲ្យមានការលើកលែងលើទណ្ឌកម្មនិងព្រមសងសំណងខូចខាតសង្គ្រាមទៅដល់អ៊ីរ៉ង់ទើបមានការជជែកអំពីលក្ខខណ្ឌនៅក្នុងការដកហូតក៏ដូចជាបញ្ចប់នៅផែនការកម្មវិធីនុយក្លេអ៊ែរដោយឡែកចំពោះទស្សនវិជ្ជាទី3វិញគឺពាក់ព័ន្ធជាមួយនឹងការហាមឃាត់អ៊ីស្រាអែលមិនឲ្យមានការទម្លាក់គ្រាប់បែកទៅលើប្រទេសលីបង់ចំណុចនេះប្រធានាធិបតីត្រាំបានបង្ហាញភាពញាប់ផ្អើលដែលថាលោកបានអះអាងអំពីការហាម5អ៊ីស្រាអែលមិនឲ្យទម្លាក់គ្រាប់បែកទៅលើប្រទេសលីបង់ក៏ប៉ុន្តែមានការវិភាគដ៏ស៊ីជម្រៅមួយរបស់ Alan Fisher មកពីកាសែត Al Jazeera បានដាក់សំណួរយ៉ាងជ្រៅមួយថាតើអ៊ីស្រាអែលយល់ព្រមយ៉ាងម៉េចពីព្រោះអ៊ីស្រាអែលមិនមែនជាភាគីពាក់ព័ន្ធជាមួយនឹងការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទេហើយសំណួរមួយដែលសំខាន់នោះគឺថាតើអ៊ីស្រាអែលយល់ព្រមឬទេចំពោះបញ្ហានេះពីព្រោះអាមេរិកបានដាក់សម្ពាធឲ្យអ៊ីស្រាអែលកុំធ្វើការវាយប្រហារដែលនេះគឺជាគោលនយោបាយមួយដែលវាខុសពីវប្បធម៌នយោបាយរបស់អ៊ីស្រាអែលនិងអាមេរិកដែលធ្លាប់អនុវត្តកន្លងមកហើយចំណុចទី4នោះគឺពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតីត្រាំបានធ្វើការរិះគន់ដល់ NATO ហើយក៏អរគុណទៅដល់ប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាលោកបានថ្លែងអំណរគុណទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមក៏ដូចជាកាតាក៏ដូចជាប៉ាគីស្ថានផងដែរដែលបានចូលរួមចំណែកនៅក្នុងការជួយជ្រោមជ្រែងបញ្ហាសង្គ្រាមកន្លងមកនិងជួយជ្រោមជ្រែងឲ្យមានការចរចារវាងអាមេរិកនិងអ៊ីរ៉ង់កើតមានឡើងក៏ប៉ុន្តែផ្ទុយពីការសរសើរនេះលោកបានវាយប្រហារទៅលើអង្គការ NATO ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដោយលើកឡើងជាថ្មីទៀតថាជាខ្លាក្រដាស់ហើយសម្ព័ន្ធភាព NATO គឺមិនមានប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកនោះទេនៅពេលដែលសហរដ្ឋអាមេរិកកំពុងតែ
ជួបនៅគ្រាអាសន្នលោកបានចោទថាសម្ព័ន្ធមិត្ត NATO មិនជួយហើយមិនបានផ្ដល់ជំនួយអ្វីសំខាន់នៅក្នុងពេលដែលអាមេរិកកំពុងតែបើកច្រកសមុទ្រហុំមុសនិងធ្វើការវាយប្រហារដើម្បីដកហូតនៅអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេហើយផ្ទុយពីការអះអាងរបស់ប្រធានាធិបតីត្រាំលោកគៀ ស្តាមឺ ដែលជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសបានអះអាងថាសម្ព័ន្ធមិត្តអឺរ៉ុបបានយល់ព្រមពន្លឿនផ្នែកយោធាដើម្បីបង្កើតកងកម្លាំងពហុជាតិដើម្បីធ្វើយ៉ាងណាធានាសន្តិសុខផ្លូវទឹកដែលកិច្ចប្រជុំមួយនឹងត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងបាទនេះគឺជាសារព័ត៌មានរបស់ខ្ញុំបាទនៅថ្ងៃនេះបាទសង្ឃឹមថាបងប្អូនអាចទទួលបាននៅព័ត៌មានថ្មីៗពីការវិវត្តចុងក្រោយនៃសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដូចជាសង្គ្រាមដែលបង្កឲ្យមានផលប៉ះពាល់ទៅជាវិបត្តិធម្មពលដ៏ធំនៅក្នុងសកលលោកយើងបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាសូមអរគុណដល់បងប្អូនដែលបានជួយចុច Subscribe ក៏ដូចជាចុចរូបមេដៃលើកទឹកចិត្តបាទសូមអរគុណសូមជម្រាបលាបាទ